ai có hôm đập được đập rệt ấy đập được đập ជំរាបសួរប្រិយមិត្ត Mr. Vlogger ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកចូលព្រៃជាមួយខ្ញុំទាំងអស់គ្នាហើយចូលព្រៃហ្នឹងមិនមែនចូលទៅណាឆ្ងាយទេបងប្អូនទាំងអស់គ្នាដូចឃើញនៅក្នុងក្បាល control ដំបូងអញ្ចឹងគឺថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកបេះគួយជាមួយខ្ញុំហើយខ្ញុំនេះជាលើកទី2ទី3បាទដែលស្គាល់រសជាតិគួយហ្នឹងបាទកាលខ្ញុំមកបេះដំបូងហ្នឹងគឺអូយអត់និយាយទៅអត់ចង់ហ្មងដល់ពេលបានលើកទី2អូយឆ្ងាញ់មួយយ៉ាងនេះតាបងប្អូនទាំងអស់គ្នាហើយហ្នឹងហើយវីដេអូនេះដែរសូមផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាដែលគាត់ចូលចិត្តហូបគួយអញ្ចឹងណាបងប្អូនទាំងអស់គ្នាអាចមើលវីដេអូនេះដល់ទីបញ្ចប់បាទបងប្អូនគ្នារដូវកាលនេះគឺជារដូវកាលផ្លែគួយចាប់ផ្ដើមផ្លែចាប់ផ្ដើមទុំទៀតហើយបងប្អូនអ្នកស្រុកកំពង់ធំអ្នកខាងកំពង់ធំអ្នកសៀមរាបអ្នកអីនៅណាផ្សេងទៀតខ្ញុំមិនសូវដឹងច្បាស់ទេថានៅណាមានខ្លះតែដឹងតែនៅព្រៃមានតែស្រុកខ្ញុំមានព្រៃដែរតែវាអត់មានអញ្ចឹងណាបងប្អូនទាំងអស់គ្នាវាដោយតំបន់ដោយកន្លែងដែរទេបងប្អូនទាំងអស់គ្នាតែខ្ញុំដឹងច្បាស់ថាកំពង់ធំវានឹងសៀមរាបសបោគួយសបោអីចឹងណាបងប្អូនទាំងអស់គ្នាទៅបែកខាងដុលការីរតនគិរីអីទៀតសបោមិនសបោខ្ញុំក៏មិនសូវដឹងដែរព្រោះខ្ញុំមកដែរទៅដែរអញ្ចឹងណាព្រោះខ្ញុំបេះនេះគឺនៅកំពង់ធំបងប្អូនទាំងអស់គ្នានៅខាងតពេជ្រអ្នកស្ទងហើយអ្នកព្រះដំរីប្រហែលជាស្គាល់ហើយបាទហើយខ្ញុំទៅក៏ទៅតាមគេដែរបាទខ្ញុំទៅនេះទៅជាលើកទី3បាទតពេជ្រនេះខ្ញុំទៅលើកទី1ទេតែទៅបេះគួយហ្នឹងខ្ញុំទៅជាលើកទី3ហើយបងប្អូនទាំងអស់គ្នាហើយប្រហែលឆ្នាំមុនខ្ញុំធ្លាប់ទៅបេះម្ដងដែរទៅចូលព្រៃបេះជាមួយនឹងក្រុមយុវជនខ្ញុំធ្លាប់បង្ហោះដែរតែខ្ញុំអត់បានបង្ហោះនៅក្នុង page ទេខ្ញុំបង្ហោះនៅក្នុង Facebook ខ្ញុំផ្ទាល់អញ្ចឹងណាបងប្អូនទាំងអស់គ្នាចង់ដឹងចាំទៅមើលនៅក្នុងFacebook របស់ខ្ញុំទៅខ្ញុំនឹងដាក់ link ឲ្យបងប្អូនទាំងអស់គ្នាចូលទៅមើលនៅក្នុងវីដេអូមួយហ្នឹងព្រោះរៀងយូរដែរហ្នឹងហើយបងប្អូនទាំងអស់គ្នាពិសេសជាងហ្នឹងទៀតហើយពេលទៅបេះហ្នឹងគឺមានគ្នាតែ3នាក់ទេហើយខ្ញុំអ្នកនៅក្រោមហើយនឿគាត់អ្នកនៅលើហើយនឿហ្នឹងបងប្អូនមិនឆ្ងល់ទេថាភាសាអីអ្នកកំពុងធំអ្នកសៀមរាបអ្នកអីគាត់អាចនឹងដឹងអីចឹងណាហើយសម្រាប់យើងអ្នកពេញអ្នកអីមិនដឹងថានឿស្អីគេមិនមែនបាញ់ជានឿទេហ្នឹងហើយបងប្អូនទាំងអស់គ្នាអ្នកស្រុកនេះគេថានឿហ្នឹងហៅបងថ្លៃហើយខ្ញុំក៏មិនសូវស៊ីជម្រៅពាក្យហ្នឹងដែរព្រោះអីខ្ញុំរៀងប្លែកដែរខ្ញុំរៀងថ្មីដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាខុសឆ្គងយ៉ាងណាសូមបងប្អូនទាំងអស់គ្នាជាស្រ័យហ្នឹងហើយត្រឡប់ចូលមកប្រធានបទយើងវិញបេះគួយខែនេះវាចាប់តាមទុំបដាហើយវាចាប់ដើមចូលខែ4ជិតចូលឆ្នាំនេះវាសបោហើយតែយើងទៅមិនតនគេហ្នឹងគេបេះអស់ហើយបេះយកទៅលក់រៀងថ្លៃដែរហ្នឹងផ្លែគួយបងប្អូនទាំងអស់គ្នាធ្វើដំណើរពីភ្នំពេញទៅកាត់ពងធំទៅសៀមរាបទៅលេងសៀមរាបទៅអីហ្នឹងឃើញបាទគេលក់តាមផ្លូវលក់មកចកោប្រហែលនេះ15000ឯតាមហ្នឹងដែរខ្ញុំបានទិញគេទៅបេះខ្លួនឯងទៅព្រៃដែររៀងទៅបេះហ្នឹងវាម៉ោងប្រហែលទៅដល់ម៉ោង9ម៉ោង10បងប្អូនហ្នឹងនេះម៉ោង2 10ម៉ោង1បានមកវិញមិនអត់មានលុយទិញផ្លែគួយទិញអីទេបាទទៅមានលុយទិញគាត់ថាចង់ទិញគេវាឆ្ងាញ់ទៅបេះខ្លួនឯងផ្ទាល់ហ្នឹងវាឆ្ងាញ់យ៉ាងណាបងប្អូនអរគ្នាហ្នឹងហើយខុសឆ្គងយ៉ាងណាសូមបងប្អូនអរគ្នាជាស្រ័យខ្លាំងមែនហើយវីដេអូហ្នឹងខ្ញុំក៏បានចេញជាលើកទី2ហើយបាទបេះផ្លែគួយបាទដូចខ្ញុំនិយាយដំបូងហ្នឹងតែខ្ញុំចេញវីដេអូហ្នឹងជាលើកទី2ហើយបេះផ្លែគួយហ្នឹងហើយមានផ្លែសេមនផ្លែអីទៀតតែនៅនេះអត់មានដឹងតែបេះនៅណាមានសៀមរាបហើយចាំខ្ញុំបានតែលេងសៀមរាបខ្ញុំនឹងទៅថតពីសកម្មភាពបេះផ្លែឈើក្នុងព្រៃឲ្យបងប្អូនអរគ្នាមើលហើយនេះបាទមើលមុខនេះមុខនេះស្អុយបាទឥឡូវនេះមើលខ្ញុំតិចបាទរៀងតំណងដែរស្ដាប់ខ្ញុំតិចស្ដាប់តិចទៅកុំឲ្យថាខ្ញុំនិយាយពេកអញ្ចឹងមានតែរូបភាពអត់សម្លេងđập được đập rệt ấy đập được đập វីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរបងប្អូនអរគ្នាខុសឆ្គងយ៉ាងណាក៏សូមបងប្អូនអរគ្នាជាស្រ័យខ្លាំងមែនទែនបើសិនជាបងប្អូនអរគ្នាពេញចិត្តនៅវីដេអូនេះចាំខ្ញុំធ្វើវីដេអូហ្នឹងឲ្យបងប្អូនអរគ្នាមើលទាំងអស់គ្នាហ្នឹងហើយបងប្អូនអរគ្នាជួបគ្នាវីដេអូក្រោយបាយបាយ